ក្រោយជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី1ឧសភាត្រូវនឹងថ្ងៃទិវាពលកម្មអន្តរជាតិដូច្នេះហើយអ្នកខ្ញុំសូមទទូចដល់បងប្អូនកម្មករកម្មការិនីពលករពលការិនីទាំងអស់សូមឲ្យបងប្អូនទាំងអស់គ្នាបញ្ចេញមតិទាមទារសិទ្ធិសេរីភាពក្នុងការធ្វើការងារទទួលបានប្រាក់វិវត្តល្អទទួលបានប្រាក់វិវត្តថិតថេរទៀងទាត់ជាពិសេសគឺការទទួលបានសិទ្ធិសេរីភាពក្នុងនាមជាមនុស្សជាតិក្នុងនាមសិទ្ធិមនុស្សក្នុងនាមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យចាសូមបងប្អូនទាំងអស់គ្នាចូលរួមបញ្ចេញមតិទាមទារសិទ្ធិសេរីភាពបងប្អូនទាំងអស់គ្នាជាពិសេសនោះសូមបងប្អូនកុំភ្លេចសហជីពដែលធ្វើការនៅ Nagaver ត្រូវបានគេបញ្ឈប់ដកហូតក៏ដូចជាធ្វើទុកបុកម្នេញកន្លងមកនេះសូមបងប្អូនទាំងអស់គ្នាចូលរួមស្រែកទាមទារសិទ្ធិសេរីភាពឲ្យបងប្អូនយើងដែលជាសហជីពនៅ Nagaver ឲ្យគាត់ទទួលបានយុត្តិធម៌ក្នុងនាមបងប្អូនជាពលរដ្ឋខ្មែររួមជាតិរួមប្រទេសរួមទឹកដីកំណើតទាំងអស់គ្នាចា៎សូមអរគុណ